ការបិទនេះវាបានធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់យ៉ាងច្រើនណាដោយគិតមួយថ្ងៃគឺ$15,000 លានសហរដ្ឋអាមេរិកខាតណាបើបូកសរុប43ថ្ងៃគឺ$645,000 លាននាយករដ្ឋមន្ត្រីជប៉ុនអ្នកស្រីសាណាអេកាតាកៃជីគាត់ទំតែឡើងដោយការពឹងទុកមែនអ្វីដែលគេរំពឹងថានៅពេលដែលគាត់ឡើងគាត់នឹងធ្វើឲ្យទំនាក់ទំនងរវាងជប៉ុនហើយនិងចិនហ្នឹងអាចនឹងមានការតានតឹងឥឡូវនេះគឺដោយការរំពឹងទុកប្រហែលថ្ងៃមុននេះគាត់បានថ្លែងនៅក្នុងសភាណាសភានៅជប៉ុនគាត់ថាបើសិនជាប្រទេសចិនហ៊ានលើកទ័ពទៅវាយតៃវ៉ាន់ជប៉ុននឹងបញ្ជូនទ័ពទៅជួយតៃវ៉ាន់សម្ដីនេះហើយបានធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងគាត់ចេញមកប្រតិកម្មគាត់ហាមមិនឲ្យប្រជាជនចិនទៅលេងជប៉ុនទេណាក្នុងហេតុផលគេថាអសុវត្ថិភាពដោយសារមានទំនាស់ពាក្យសម្ដីគ្នាណាក្រៅកគុកមករយៈប្រហែលថ្ងៃនេះរវាងក្រសួងការបរទេសជប៉ុននិងក្រសួងការបរទេសចិនយើងដឹងហើយចិនគាត់ប្រតិបត្តិចិនគាត់កម្រចេញមកនិយាយញញណាច្រើនតែក្រសួងការបរទេសចេញមកនិយាយហើយជប៉ុនគឺអ្នកស្រីគាត់ចេញមកនិយាយគាត់ថាគាត់ត្រូវតែបញ្ជូនទ័ពទៅជួយតៃវ៉ាន់បើសិនជាចិនលើកទ័ពទៅវាយតៃវ៉ាន់ណាព្រោះដោយសារតែនៅក្បែរតៃវ៉ាន់ហ្នឹងមានកោះមួយប្រហែលជាចម្ងាយ100 គីឡូពីតៃវ៉ាន់គឺជាកោះរបស់ចិនហើយមានប្រជាជនស្នាក់នៅដែនកោះហ្នឹងប្រហែលជា10,000 នាក់អញ្ចឹងចង់គាត់ត្រូវបញ្ជូនទ័ពទៅជួយតៃវ៉ាន់អញ្ចឹងវិវាទមួយនេះបានធ្វើឲ្យមានការកើនឡើងនៅកម្ដៅហាមឃាត់មិនឲ្យប្រជាជនចិនទៅលេងប្រទេសជប៉ុនណារហូតដូចជាបិទជើងយន្តហោះទៀតខាងក្រុមហ៊ុនធំ China Airlines អីហ្នឹងត្រូវបានណាហើយក៏សងលុយទៅអតិថិជនវិញចំពោះការធ្វើដំណើរទៅជប៉ុនត្រូវបានផ្អាកហើយអគ្គកុងស៊ុលជប៉ុននៅប៉េកាំងក៏ត្រូវបានខាងរដ្ឋបាលប៉េកាំងហៅឲ្យមកបំភ្លឺពាក់ព័ន្ធនឹងសម្ដីរបស់នាយករដ្ឋមន្ត្រីជប៉ុនហ្នឹងហើយខាងជប៉ុនក៏ហៅអគ្គកុងស៊ុលរបស់ចិននៅជប៉ុនមកឲ្យបំភ្លឺដែរពាក់ព័ន្ធជាមួយនឹងកម្ដៅហ្នឹងនៅតែបន្តពួកអ្នកស្រីនាយករដ្ឋមន្ត្រីជប៉ុនគាត់ចេញមកបន្ថែមទៀតគាត់ថាគាត់មិនមានការប្រែប្រួលទេណាគាត់នឹងបញ្ជូនទ័ពបើសិនជាមានបញ្ហាមែនដោយសារតែដែនអធិបតេយ្យភាពរបស់ជប៉ុននៅក្បែរហ្នឹងហើយប្រជាជនជប៉ុនជាច្រើននៅក្បែរហ្នឹងអញ្ចឹងគាត់ត្រូវការពារសុវត្ថិភាពប្រជាជនជប៉ុននៅសហរដ្ឋអាមេរិកវិញណាបញ្ហា government shutdown បានបិទបញ្ចប់ហើយនៅថ្ងៃទី13កាលពីសប្តាហ៍មុនដោយលោក Donald Trump បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងបញ្ចប់ថវិកាចំណាយរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកអញ្ចឹងរដ្ឋាភិបាលសហព័ន្ធមន្ត្រីសហព័ន្ធដែលបានផ្អាកមករយៈពេលខ្ទង់43ថ្ងៃទៅបានបិទបញ្ចប់ហើយជាពេលវេលាដែលយូរបំផុតដែលនៅសហរដ្ឋអាមេរិកមិនកន្លងមកដូចជាមិនដែលមានទេមានតែរយៈពេលខ្លីទេតែដូចនេះជាពេលវេលាមួយដែលយូរបំផុតក្នុងប្រវត្តិសាស្ត្រណាអញ្ចឹងកញ្ចប់ថវិកាហ្នឹងមានរយៈពេលពីខែវិច្ឆិការហូតដល់ខែមករាថ្ងៃទី31មករានេះអញ្ចឹងការចុះហត្ថលេខានេះគឺដោយសារមានការបោះឆ្នោតព្រមព្រៀងណារវាងសមាជិកសភាដែលមានអ្នកបោះឆ្នោត222រូបទល់នឹង209រូបអញ្ចឹងខាងសាធារណរដ្ឋគឺគាត់ឈ្នះដោយលោកត្រាំជាតំណាងសាធារណរដ្ឋហើយគាត់បានបន្ទោសផងដែរក្នុងពេលនោះបន្ទោសទៅលើខាងគណៈបកប្រជាធិបតេយ្យដែលបានធ្វើឲ្យមានការបិទណានៅរដ្ឋាភិបាលអស់រយៈពេលដ៏យូរការបិទនេះវាបានធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់យ៉ាងច្រើនណាដោយគិតមួយថ្ងៃគឺ$15,000 លានសហរដ្ឋអាមេរិកខាតណាបើបូកសរុប43ថ្ងៃគឺ$645,000 លានអញ្ចឹងអស់ច្រើនមែនទែនប៉ុន្តែបន្ទាប់ពីបើរដ្ឋាភិបាលមកវិញនេះវាបានធ្វើឲ្យប្រាក់ដុល្លារធ្លាក់ថ្លៃ 1% ជាងណាដោយសារតែគេរំពឹងថា
ព័ត៌មានទិន្នន័យមួយចំនួនដែលរដ្ឋាភិបាលបានបិទមករយៈពេលនោះដែលមិនទាន់ប្រកាសហ្នឹងសិតតែជាព័ត៌មានអត់ល្អអញ្ចឹងអាចនឹងបើកមកវិញរដ្ឋាភិបាលនឹងបញ្ចេញព័ត៌មានហ្នឹងមកនឹងអាចនឹងជាព័ត៌មានដែលអត់សូវល្អដែលជាអត្តពលទៅលើសេដ្ឋកិច្ចសហរដ្ឋអាមេរិកណាហើយជាអត្តពលទៅលើធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកទៅលើការកំណត់អត្រាការប្រាក់នៅខែ12ណាខែ12មានការកំណត់អត្រាការប្រាក់ធនាគារកណ្ដាលមួយទៀតណាចុងឆ្នាំអញ្ចឹងកាលពីដើមខែគេរំពឹងថាធនាគារកណ្ដាលនឹងមិនបញ្ចុះអត្រាការប្រាក់ទេដោយគេបោះឆ្នោតទៅឃើញថាមាន59% ទេដែលឲ្យបញ្ចុះអត្រាការប្រាក់ប៉ុន្តែក្រោយពីgovernment shutdown បានបិទបញ្ចប់ទៅគេធ្វើការស្ទង់មតិម្ដងទៀតគេជឿថាមានដល់ទៅ 60% ជាងដែលចង់ឲ្យមានការបញ្ចុះអត្រាការប្រាក់អញ្ចឹងអាចនឹងមានការបញ្ចុះអត្រាការប្រាក់នៅខែ12ខែក្រោយនេះព័ត៌មានដែលចាប់អារម្មណ៍គួរចាប់អារម្មណ៍គឺតម្លៃនេះបានស្ទុះហក់ឡើងទៅវិញណាក្រោយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់ដើមដំណើរការនៅសេវាជាច្រើនដែលបានបិទនឹងបានចាប់ដើមឡើងវិញបានបើកឡើងវិញតែបែរជាធ្វើឲ្យតម្លៃមាសស្ទុះហក់ឡើងដូចខ្ញុំនិយាយមិនអញ្ចឹងគឺអាចនឹងពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកណាហើយនឹងតម្រូវការរបស់ធនាគារកណ្ដាលជុំវិញពិភពលោកនៅតែមាននៅឡើយហើយព្រមទាំងគេហៅថាស្ថានភាពសេដ្ឋកិច្ចនៅជុំវិញពិភពលោកនៅមិនទាន់ថិតថេរព្រមទាំងសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីនៅមិនទាន់បញ្ចប់កំពុងតែក្តៅកគុបដែររវាងអាមេរិកនិងវេណេស៊ុយឡាដែលអាចនឹងមានការផ្ទុះសង្គ្រាមរវាងអាមេរិកនិងវេណេស៊ុយឡាដែលលោកត្រាំកំពុងតែគម្រាមថានឹងលើកទ័ពទៅវាយនៅវេណេស៊ុយឡាដូច្នេះហើយដែលធ្វើឲ្យតម្លៃមាសបន្តហក់ឡើងត្រឡប់មកវិញអាចនឹងឡើងទៅបំបែកនៅតម្លៃខ្ពស់បំផុតរបស់មាសគឺ5279ក្នុងមួយតម្លឹងនោះអាចនឹងបំបែកទាំងទៀតក្នុងខែ12បើសិនជាមានការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកមានពិតមែនអញ្ចឹងយើងឃើញថាមាសការសប្តាហ៍មុនបានឡើងច្រើនក្នុងជិត 2000 លេខដែរដែលឡើងទៅដល់ $5114 ក្នុងមួយតម្លឹងណាកាលពីសប្តាហ៍មុនហើយសប្តាហ៍ព្រឹកមិញនេះដើមសប្តាហ៍យើងឃើញវាធ្លាក់មកខ្លះនៅត្រឹម $4924 ក្នុងមួយតម្លឹងអញ្ចឹងអ្នកវិភាគគេព្យាករណ៍ថាអាចនឹងបន្តឡើងថែមទៀតព្រោះនិន្នាការមាសមិនទាន់បញ្ចប់នៃការឡើងទេដោយសារតែធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនិងធនាគារកណ្ដាលជុំវិញពិភពលោកនៅមិនទាន់បញ្ចប់នៃការបញ្ចុះអត្រាការប្រាក់ទេអញ្ចឹងលុះត្រាណាតែធនាគារទាំងអស់បញ្ចប់ប្រតិបត្តិការនៃការបញ្ចុះអត្រាការប្រាក់ហើយគេរឹតបន្តឹងប្រាក់ឡើងវិញតម្លៃអត្រាការប្រាក់ឡើងវិញនោះនឹងធ្វើឲ្យមាសប្រាក់ថ្លៃត្រឡប់មកវិញហើយប៉ុន្តែបច្ចុប្បន្ននេះគឺមិនទាន់ទេអាចនឹងក្នុងកំឡុងពេល1ឆ្នាំទៅ1ឆ្នាំកន្លះ2ឆ្នាំទៀតទើបធនាគារកណ្ដាលជុំវិញពិភពលោកបញ្ចប់នៃការបញ្ចុះអត្រាការប្រាក់យើងមកមើលព័ត៌មានសម្រាប់សប្តាហ៍នេះសម្រាប់សប្តាហ៍នេះថ្ងៃច័ន្ទថ្ងៃអង្គារអត់មានព័ត៌មានសំខាន់ទេថ្ងៃពុធមានព័ត៌មានអតិបរណារបស់ផោនណាប្រចាំឆ្នាំចេញនៅម៉ោង2ថ្ងៃហើយថ្ងៃព្រហស្បតិ៍ម៉ោង2ព្រឹកនឹងមានការប្រជុំធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកណាហើយម៉ោង8:30 នាទីល្ងាចនឹងមានចេញនៅ Non-Farm មានឆ្ងល់ទេ Non-Farm ចេញសប្តាហ៍នេះណាជាធម្មតា Non-Farm គេចេញនៅដើមខែតែដោយសារតែ government shutdown អញ្ចឹង Non-Farm នឹងលើកមកចេញនៅថ្ងៃប្រហ័សសប្តាហ៍នេះអញ្ចឹងវាក៏ជាទិន្នន័យមួយដែលជាឥទ្ធិពលខ្លាំងទៅលើលុយអាមេរិកហើយជាឥទ្ធិពលទៅលើតម្លៃនេះដែរហើយសម្រាប់ថ្ងៃសុក្រមាន retail sale ណាចេញនៅម៉ោង2ល្ងាចផោនម៉ោង3:30 នាទីលុយអឺរ៉ូណាលុយអឺរ៉ូមានព័ត៌មាន manufacturing PMI របស់អាល្លឺម៉ង់ណាមាន Swiss PMI របស់អាល្លឺម៉ង់ហើយម៉ោង4ល្ងាចនឹងមាន manufacturing PMI ហើយ Swiss PMI របស់ Pound ហើយម៉ោង9:45 នាទីយប់នឹងមាន PMI របស់សហរដ្ឋអាមេរិកអញ្ចឹងព័ត៌មានដែលសំខាន់សម្រាប់សប្តាហ៍នេះគឺ Non-Farm របស់សហរដ្ឋអាមេរិកចេញនៅថ្ងៃប្រហ័សយើងមើលតម្លៃមាសណាតម្លៃមាស
កាលពីសប្តាហ៍មុនគឺមូបាន2594 ពីបហើយនិន្នាការមាសនៅនិន្នាការអាប់ឡើយទេណាសប្តាហ៍មុនគាត់បានឡើងទៅកើត resistance មួយគឺនៅតម្លៃ4245.41 ក្នុង1 ounce ហើយព្រឹកមិញមាសបើកផ្សារមកគឺនៅតម្លៃ4089.49 អញ្ចឹងនិន្នាការមាសនៅនិន្នាការអាប់ signal down អញ្ចឹង sideways តិចតែជានៅរងចាំព័ត៌មាននៅថ្ងៃប្រហ័សគឺព័ត៌មានសេដ្ឋកិច្ចគឺ NASDAQ ចំនួនជាជនដែលមានការងារធ្វើ Bitcoin ធ្លាក់ត្រឡប់មកវិញទៀតហើយណាតម្លៃ Bitcoin គឺនៅនិន្នាការ down ហើយ signal ក៏ down អញ្ចឹងអាចបន្តចុះមកថែមទៀតព្រឹកមិញ Bitcoin បើកទីផ្សារមកគឺនៅ 94,825 អញ្ចឹងអាចចុះមកបន្តមកដល់ support របស់ Bitcoin គឺ 82,894 ថែមទៀតអញ្ចឹង Bitcoin អត់ទាន់ឡើងទៅវិញទេនឹងបន្តធ្លាក់ថែមទៀតព្រោះ signal នៅធ្លាក់ខ្លាំងតម្លៃប្រេងសប្តាហ៍មុនមូបាន319 ពីបនិន្នាការ down signal up រៀង sideways បន្តិចនៅប្រេងព្រឹកមិញប្រេងបើកផ្សារមកគឺនៅ 59.30 ក្នុង1 barrel ហើយតម្លៃប្រេងនេះអាចនឹងចុះមកប្រែក 58.15 ក្នុង1 barrel ទៀតណាបើមិនមានអីប្រែប្រួលទេបើសិនជាកម្លាំងចុះមកម្ដងទៀតអាចនឹងចុះមកប្រែក support ហ្នឹងអាមេរិកជប៉ុនយើងឃើញសប្តាហ៍មុនមូបាន164 ពីបនិន្នាការលុយអាមេរិកប្រៀបធៀបជាមួយជប៉ុនគឺនៅឡើងថ្លៃហើយ signal ក៏នៅឡើងអញ្ចឹងអាចនឹងបន្តឡើងថែមទៀតបើកផ្សារមកគឺនៅតម្លៃ$1អាមេរិកស្មើនឹង 154.59 យេនហើយអាចនឹងឡើងទៅបំបែក resistance 155.90 ថែមទៀតបើមិនមានអីប្រែប្រួលទេណាលុយអឺរ៉ូវិញយើងឃើញនិន្នាការលុយអឺរ៉ូនៅនិន្នាការ down ហើយ signal up អញ្ចឹងមាន sideways សប្តាហ៍មុនមូបាន115 ពីបហើយបើកផ្សារព្រឹកមិញគឺ1 អឺរ៉ូស្មើនឹង$1.1603 ណាអញ្ចឹងលុយអឺរ៉ូអាចនឹងចុះមកបន្ថែមទៀតក្រោយពីបញ្ចប់ signal ណាបញ្ចប់នៃការ retrace ពេល signal down មកវិញនឹងចុះមករក support វិញតើអាច break support ឬក៏អត់ break ទេវានឹងបកត្រឡប់ឡើងទៅវិញហើយចំណែកឯលុយផោនចុងក្រោយគេនិន្នាការ down លុយអឺរ៉ូដែរតែ high signal ក៏ up លុយអឺរ៉ូអញ្ចឹងនៅ sideways សប្តាហ៍មុនមូបាន131 ពីបហើយលុយផោនបើកផ្សារឡើងគឺ1ផោនស្មើនឹង$1.3154 អញ្ចឹងលុយផោននឹងបន្តចុះមកបន្ថែមទៀតនៅពេលដែល signal down អញ្ចឹងអាចនាំមក break support $1.3007 ថែមទៀតអញ្ចឹងបើ break មកច្រើន